សំណួរទី1តកតងនឹង front end interview question ហ្នឹងគឺស្អីជា semantic HTML tag ចឹង semantic HTML tag ហ្នឹងគឺនិយាយរួមទៅគឺវាមានអត្ថន័យតកតងនឹង HTML tag ដែលកដោបម្ដុំណាដូចជា header យើងដាក់មកម្ដុំទៅ footer យើងដាក់ម្ដុំទៅ article ដាក់ម្ដុំទៅ section យើងដាក់ម្ដុំទៅតាមពិតយើងរាល់ដងយើងប្រើ div tag គេកដោបម្ដុំណាហើយហេតុអីបានចាំបាច់ត្រូវប្រើ semantic HTML ហ្នឹងដោយសារតែវាងាយស្រួលសម្រាប់ search engine ពី Google search អីវាយល់ហើយនឹងពាក់ទងនឹងអ្នកទៅសេ code developer ហ្នឹងក៏ងាយយល់ដែរព្រោះថាយើងប្រើតែ div យើងអត់ដឹងថា block ហ្នឹងដើម្បីអីតែដល់ពេល header footer អញ្ចឹងមក block ហ្នឹងយើងដឹងអ្នកទៅសេ code ក៏ដឹងហើយនឹង search engine ក៏វាយល់ដែរ